សូមជម្រាបសួរបងប្អូនពុកម៉ែប្រិយមិត្តជិតឆ្ងាយទាំងអស់ចានាងខ្ញុំ Linda V កន្លងទៅនេះខ្ញុំបាន post video អំពីរឿង Macy បាត់ដែល Macy មួយដែលមានឈ្មោះល្បីជាពិសេសនៅក្នុងទីក្រុង Philadelphia ដែលខ្ញុំបានបង្ហាញកន្លងទៅកាលពីអាទិត្យមុននេះឥឡូវនេះខ្ញុំសូមផ្ដល់ជូននូវព័ត៌មានជាបន្ថែមទៀត Macy សរុបទាំងអស់ទៅនៅក្នុងឆ្នាំ2025នេះនឹងបិទចំនួន150 store ថែមទៀត150 store ទីតាំងនឹងត្រូវបិទបន្ថែមនៅក្នុងឆ្នាំ2025គិតទៅMacy ហ្នឹងគឺជា department store ដែលជាផ្សារទំនើបមួយដ៏ធំជាងគេដែលបានបើកទ្វារចេញរកស៊ីមុនគេបង្អស់នៅសហរដ្ឋអាមេរិកហើយផ្សារ Macy ដែលខ្ញុំបានទៅថតបង្ហាញជូនក្នុងការបិទទ្វារហេតុផលអ្វីបានតែប្រជាជនមកច្រើនមកអង្គុយដូចថាស្ដាប់ភ្លេងនិងដូចគេហៅថាផ្ដល់អារម្មណ៍ទុក្ខសោកសោកស្ដាយក៏មកចង់លើកទឹកចិត្តនៅជូនដល់បុគ្គលិកធ្វើការនៅកន្លែងនោះដែរខុសពីផ្សារ Macy ផ្សេងៗទៀតដោយព្រោះតែ Macy ហ្នឹងនៅកន្លែងហ្នឹង building ហ្នឹងអាគារហ្នឹងគឺជាផ្សារទំនើបដែលបើកមុនគេបង្អស់នៅសហរដ្ឋអាមេរិកដំបូងគឺជាផ្សារ Lord and Taylor រហ័យដូចជាចូលមកឆ្នាំ2007បាន Macy បើកចាប់ផ្ដើមបើកបន្តហ្នឹងប៉ុន្តែជាអាគារដែលបើកផ្សារទំនើបមុនគេបង្អស់នៅសហរដ្ឋអាមេរិកដែលខ្ញុំទៅថតផ្សាយជូននៅការបិទទ្វារហ្នឹងការខ្ញុំទៅថតគឺថ្ងៃសៅរ៍ដល់ថ្ងៃអាទិត្យគេបិទទ្វារបាត់ហើយមានតែ Macy ហ្នឹងទេដែលជាអាគារ Macy ហ្នឹងគេហៅថាអាគារចំនួនមុនណា building architect តាំងពីចំនួនបុរាណមកវាមាន4ជាន់ហើយជារៀងរាល់ថ្ងៃតែងតែមានអ្នកលេងភ្លេងលេងកំដរប្រើដេញ piano ដោយអលយកំដរឲ្យចាស់នៅជុំវិញ downtown គាត់តែងតែនាំពីអ្នកគាត់ពេលដែលចូលនិវត្តន៍ទៅមកអង្គុយស្ដាប់ភ្លេងហ្នឹងទៅហើយតែងតែមាន show ពេល Christmas ពេល Thanksgiving អីចាស់គាត់តែងតែយកចៅឬក៏ឪពុកម្ដាយយកកូនមកអង្គុយមើលប្រងព្រាតស្ដាប់ភ្លេងស្ដាប់អីចឹងណាវាខុសពី Macy ផ្សេងទៀតហើយដោយថាមានប្រវត្តិជាច្រើនយូរឆ្នាំមកហើយដែលវាជាអង្គារដែលបើកផ្សារទំនើបមុនគេមកអស់នៅសហរដ្ឋអាមេរិកដោយព្រោះហេតុនេះទៅបង្ហាញនៅភាពទុក្ខសោកនិងសោកស្ដាយក៏ដូចជាភាពសប្បាយទះដៃជូនដល់តន្ត្រីដែលលេងចុងក្រោយមកអស់នៅក្នុងថ្ងៃហ្នឹងឥឡូវនេះសូមបន្តព័ត៌មាននៅផ្សារផ្សេងទៀតដែលមានឈ្មោះល្បីនៅសហរដ្ឋអាមេរិកតែបិទទ្វារដែរ Walmart បងប្អូនស្គាល់ហើយជាពិសេសនៅសហរដ្ឋអាមេរិក Walmart គឺល្បីណាស់ហើយ Walmart គឺបើកច្រើនប្រទេសមិនមែនតែនៅសហរដ្ឋអាមេរិកទេហើយ Walmart រកចំណូលបានច្រើនជាងគេមកអស់ហើយល្បីឈ្មោះសូម្បីតែកូនចៅគាត់ដែលនៅសេសសល់3នាក់ទៀតក្រោយពីគាត់ស្លាប់ទៅលោក Walmart ហ្នឹងក៏ជាអ្នកមានជាងគេនៅក្នុងសហរដ្ឋអាមេរិកឬក៏ក្នុងពិភពលោកដែរដែលមានលុយរាប់រយពាន់លានដុល្លារក្នុងកូនមួយ Walmart នៅក្នុងឆ្នាំ2025នេះនឹងបិទទ្វារថែម5ទីតាំងទៀតដូច្នេះសរុបទាំងអស់ទៅកាលពីឆ្នាំ2024 Walmart បានបិទដល់ទៅ11កន្លែង11ទីតាំងហើយយើងគិតថា Walmart មិនគួរជាតួដែលត្រូវបិទទេព្រោះ Walmart ខ្លាំងជាងគេហើយនឹងជាងគេហើយក៏រកចំណូលបានច្រើនជាងគេដែរប៉ុន្តែសូម្បីតែ Walmart ក៏ត្រូវតែបិទទ្វារខ្លះដែរ CVS ដែលមានបិទមួយនេះបិទប្រហែលខែមុននៅក្បែរផ្ទះខ្ញុំដែលខ្ញុំសោកស្ដាយមែនតើព្រោះវាជិតផ្ទះដើរតែ5នាទីទៅដល់អញ្ចឹងណា CVS Pharmacy ហ្នឹងត្រូវបិទទ្វារចំនួន270កន្លែងនៅក្នុងឆ្នាំ2025នេះ CVS នឹងត្រូវបិទបន្ថែម270ទីតាំងសប្តាហ៍ថ្ងៃនេះនៅក្នុងឆ្នាំ2022កាលពីឆ្នាំ2022 CVS បានបិទដល់ទៅ900ទីតាំងចា Rite Aid ដែលជាដៃគូបណ្ដាំងប្រជែងជាមួយនឹង CVS Rite Aid បានបិទអស់ចំនួន800ទីតាំង800ហាងឆ្នាំ2023នេះ Rite Aid ឆ្នាំ2023កន្លងទៅ Rite Aid បានចំពាក់លុយចំពាក់តុនចំពាក់ដល់ទៅ $3.3 billion គឺចំពាក់ $3.3 billion របស់របរដែលគេប្រមូលបានគេហៅថាអាចនិយាយថាតម្លៃទ្រព្យសម្បត្តិដែល Rite Aid មានហ្នឹង
តាមពិតទៅអត់គ្រប់នឹងសងទៅថ្លៃចពាក់ផងនៅចពាក់គេបន្ថែមពីលើនឹងជាង$1000 លានទៀត Walgreen ជាផ្សារ CVS ដ៏ល្បីហើយធំដែរដែលធ្លាប់ទិញដូចជាទិញ Rite Aid យកមិន Rite Aid ទេ CVS ខ្ញុំវាភ្លេចទៅ Walgreen នឹងបើកជំនាន់ក្រោយ Rite Aid CVS ហ្នឹងក្នុងឆ្នាំសរុបទៅវាបិទអស់ចំនួន1200ទីតាំងហើយក្នុងឆ្នាំ2020 Walgreen នឹងត្រូវបិទបន្ថែមដល់ទៅ500កន្លែង500ទីតាំងដែល Walgreen ត្រូវបិទបន្ថែមនេះជា5 store 5ហាងដែលធំដែលល្បីឈ្មោះនៅសហរដ្ឋអាមេរិកវាមានច្រើនទៀតដូចជា Ross Kohl's ហើយនឹង TJ Maxx ជាដើមដែលខ្ញុំនឹងជម្រាបជូនបន្ថែមនៅពេលក្រោយទៀតចាគឺនឹងមានបិទបន្តជាពិសេសតាំងពីវិបត្តិសេដ្ឋកិច្ចកើតឡើងពាក់រវាងឆ្នាំ2007មក2009នៅសហរដ្ឋអាមេរិកនេះអង់គ្លេសហៅថា recession ហើយវិបត្តិសេដ្ឋកិច្ចនៅចំនួននោះបានបណ្ដាលឲ្យសេដ្ឋកិច្ចជាច្រើនហាងតូចធំជាច្រើនមានការបិទទ្វារជាបន្តជាច្រើនdoncជាមួយហើយទី2ក្នុងការដែលបង្កើតមានសេដ្ឋកិច្ចអនឡាញការ shopping online បន្ថែមម្ដងមួយម្ដងពីរបន្ថែមចេះតែបន្ថែមមកច្រើនទៅពីប្រទេសផ្សេងផងនៅសហរដ្ឋអាមេរិកផងដែរក៏បណ្ដាលធ្វើឲ្យគេហៅ retail store ដែលបើកលក់ខោអាវលក់អីវ៉ាន់នឹងបិទទ្វារបន្តហើយដូចជាpharmacy ដូចជា CVS Rite Aid Walgreen អញ្ចឹងក្រៅពីការលក់អនឡាញនឹងផងដែលធ្វើឲ្យចុះអន់ថយនៅរោចំណូលក្រៅពីនោះគឺសម្បូរមានគេមកប្លន់មកឆក់ណាពួកហ្នឹងដូចថាពួកអ្នកធ្វើការនៅក្នុងហ្នឹងយ៉ាងច្រើន1ទៅ2នាក់អីជួនកាលមានតែម្នាក់អីគិតលុយផងមើលការខុសត្រូវនៅក្នុងហ្នឹងផងដល់អញ្ចឹងធ្វើឲ្យងាយស្រួលនឹងចោលមកប្លន់ជួនកាលវាមកប្លន់យកមកសេរីធ្វើអីអត់កើតទេមានប៉ូលីសណាមកទេហើយក៏មកមិនទាន់ដែរដូច្នេះហើយបានកន្លែងស្ទោខ្លះដែលនៅសេសសល់ហ្នឹងគេត្រូវតែចាក់សោរបស់ណាថ្លៃគេចាក់សោដល់ពេលចាក់សោអញ្ចឹងទៅពេលយើងទៅទិញអញ្ចឹងយូរទៅរមមកមានអ្នកមកជួយអញ្ចឹងចុះបើមានតែម្នាក់ឯងធ្វើការនៅកន្លែងហ្នឹងអញ្ចឹងដល់អញ្ចឹងទៅភ្ញៀវធុញថប់អត់ចង់ទៅពិបាករកអ្នកជួយពេលយើងចង់បានអីទៅឲ្យគេមកបើកសោអញ្ចឹងណារបស់ខ្លះអញ្ចឹងទៅធ្វើឲ្យភ្ញៀវមិនសូវមានទៅទិញទេចានឹងក៏ជាហេតុផលមួយដែរហើយដល់ពេលឥឡូវយើងឈានចូលដល់ឆ្នាំ2025សេដ្ឋកិច្ចចាប់ផ្ដើមចុះថែមទៀតដោយព្រោះតែពន្ធដារឡើងចំពោះតំណែងដែលពីប្រទេសក្រៅចូលមកសហរដ្ឋអាមេរិកដោយព្រោះតែហេតុនេះអីវ៉ាន់ក៏ត្រូវតែឡើងថ្លៃតែពន្ធឡើងបើសិនជាគេនៅបន្តលក់តំណែងឬរំតំណែងពីក្រៅប្រទេសចូលមកសហរដ្ឋអាមេរិកគេក៏ត្រូវឡើងតម្លៃតំណែងរបស់គេដែរហើយអ្នកដែលត្រូវបង់នោះគឺប្រជាជនដែលទិញតំណែងនោះចាមិនមែនគេបង់ចំនួនប្រជាជនដូចលោកDonald Trumpបាននិយាយថាឲ្យអ្នកដែលយកតំណែងចូលមកប្រទេសសហរដ្ឋអាមេរិកនេះគឺជា company ដែលត្រូវបង់មិនមែនទេបងប្អូនត្រូវយល់ថាមិនមែនពិបាកយល់ទេកែវធ្លាប់តែជាមួយ$1តែឡើងពន្ធគេតម្លើងតម្លៃនឹងដល់បើថាតម្លើងតំណែងដល់50%វាឡើងដល់$50ហើយឧទាហរណ៍ដូចអញ្ចឹងហើយយើងទេអ្នកបងអ្នកដែលទិញក្រៅពីនោះដោយព្រោះតែតំណែងភាគច្រើនដែលប្រទេសផ្សេងទៀតគាត់ដូចថាខឹងដោយព្រោះការគៀបសម្កត់ខ្លាំងពេកបូលីខ្លាំងពេកពីសហរដ្ឋអាមេរិកក្នុងការតម្លើងពន្ធដារទៅលើគេអញ្ចឹងគេក៏តម្លើងពន្ធរបស់តំណែងសហរដ្ឋអាមេរិកទៅប្រទេសគេដែរអញ្ចឹងគេក៏តម្លើងចឹងដែររហូតដល់តំណែងខ្លះប្រទេសក្រៅគេលែងទិញយកពីយើងបងប្អូនបានឃើញទេដូចជានៅកាណាដាស្រាដែលទិញពីសហរដ្ឋអាមេរិកទៅឥឡូវគេនាំគ្នាយកចេញពីហាងគេឈប់ឲ្យមានលក់ទោះគេបង់លុយរួចទៅហើយក៏ដោយដូចថាគេខឹងនឹងសហរដ្ឋអាមេរិកដោយការគៀបសម្កត់ទៅលើគេពេកចំពោះការឡើងពន្ធដារហ្នឹងដល់អញ្ចឹងឥឡូវនេះក្នុងប្រទេសភាគច្រើនគេអត់លក់តំណែងចូលមកសហរដ្ឋអាមេរិកទេគេបំបែរទៅប្រទេសផ្សេងទៀតហើយឥឡូវនេះសហរដ្ឋអាមេរិកត្រូវប្រឈមមុខជាមួយនឹង BRIC Nation ដែលមានប្រទេសប្រហែលជា10រួមគ្នាដែលមានចិនជាប្រទេសមហាអំណាចមួយនៅក្នុងចំណោមនឹងដែលដើរមុខគេចង់ចាប់ផ្ដើមធ្វើការជួញដូរដោយមិនប្រើលុយដុល្លារហើយហេតុនេះផងដែរក៏ជាហេតុផលដែលចិនកំពុងតែប្រមូលទិញមាសជាច្រើនយកទៅទុកដោយព្រោះតែតម្លៃលុយជាពិសេសតម្លៃលុយដុល្លារវាអត់ទៀងទាត់ដែលអាចនឹងចុះបើសិនជាពួកគេឈប់ប្រើដុល្លារលុយដុល្លារនឹងត្រូវចុះថោកដោយព្រោះហេតុនេះធ្វើឲ្យរដ្ឋាភិបាលនៅសហរដ្ឋអាមេរិកគាត់មានការភ័យព្រួយក៏ខឹងខ្លាំងដល់ដាក់សម្ពាធថាបើអ្នកណាហ៊ានឈប់ប្រើលុយដុល្លារជួញដូរតំណែងចេញចូលឆ្លងប្រទេសអស់ហ្នឹងគាត់នឹង
កាន់តែដាក់កម្រាមនៅពន្ធដារថែមទៀតអីជាដើមអញ្ចឹងណាឥឡូវសប្តាហ៍ថ្ងៃនេះឡានដែលចូលមកពីប្រទេសក្រៅនៅចូលមកសហរដ្ឋអាមេរិកនឹងឡើង 25% ទៅលើពន្ធដារដែលនឹងត្រូវបង់ដូច្នេះឡាននឹងត្រូវថ្លៃជាងមុនទៅទៀតចំពោះពីប្រទេសក្រៅមកនៅពេលជាមួយគ្នាផងដែរដល់ពេលណាតំណែងសហរដ្ឋអាមេរិកប្រទេសក្រៅគេរែងទិញហើយក៏គេលែងលក់តំណែងចូលមកសហរដ្ឋអាមេរិកអញ្ចឹងយើងត្រូវមានការខ្វះខាតនៅក្នុងប្រទេសហើយសប្តាហ៍ថ្ងៃនេះក្រោយពីគេចាប់ទុនអន្តរប្រវេសន៍ខុសច្បាប់ដូចជាពិសេសជនជាតិ Mexican ទៅប្រទេសវិញអស់ហ្នឹងតាមចំការដែលមានដាំដំណាំផ្លែឈើដែលពួកនឹងមានតែពួក Spanish ធ្វើនិយាយចាំត្រង់ការងារពិបាកហត់នឿយដើរឃ្លីនសម្អាតផ្ទះតការងារទៅតាមចំការហ្នឹង Spanish 90% គាត់ធ្វើឲ្យគាត់ធ្វើលឿនរហ័សណាស់ដូច្នេះបើសិនគ្មានអ្នកបេះយកមកឲ្យការលក់ដូរនៅផ្សារទេយើងត្រូវខ្វះហើយខ្វះផ្លែឈើខ្វះដំណាំដូច្នេះអ្នកចំការគឺគាត់ខាតច្រើនមែនទែនរបស់ត្រូវទុកចោលខុយស្អុយលលួយខូចចោលដោយព្រោះគ្មានអ្នកបេះអត់មានអ្នកធ្វើការហើយមិនមែនពួកជនជាតិស្បែកសស្បែកខ្មៅឬអ្នកដែលក្មេងៗដែលមកកើតនៅស្រុកនេះអត់មានទៅធ្វើការអស់ចឹងទេចាគេសុកចិត្តដេកស៊ីឬក៏ដើរឆក់ប្លន់អីចឹងទៅអាហ្នឹងពួកខូចវាអត់ទៅធ្វើទេតាភាគច្រើនអាស៊ីយើងឬពួក Spanish ដែរដែលទៅធ្វើការហត់នឿយណាចាមិនដូចថាមិនគិតរឿងការពិបាកទេព្រោះការទល់ច្រក80% គឺពួកជនជាតិ Spanish នឹងឯងពួក Mexican នឹងឯងដែលគាត់អ្នកធ្វើអាការងារហ្នឹងគាត់ច្រើនតែធ្វើអាការងារណាដែលអ្នកផ្សេងទៀតមិនធ្វើដែលអ្នកដែលនៅសហរដ្ឋអាមេរិកស្របច្បាប់នេះមិនធ្វើអញ្ចឹងពួកគាត់ដើររើសយកតែអាការងារដែលគេមិនធ្វើហ្នឹងទេដោយព្រោះតែពួកគាត់ត្រូវបញ្ជូនវិញទៅវិញជាច្រើនធ្វើឲ្យហាងដូចជាហាងចិនហាងអីជាច្រើនក៏ពួកគាត់ទៅធ្វើម្ហូបឲ្យដែរនៅខាងក្រៅជាច្រើនភាគច្រើនពួក Spanish ធ្វើម្ហូបធ្វើឲ្យ restaurant របស់ Spanish នឹងការមុខរស៊ីពាណិជ្ជកម្មតិចតួចរបស់ពួក Spanish ក៏គាត់ស្ងាត់អត់មានមនុស្សហើយនៅសល់ប្រហែលក៏គាត់អត់ហ៊ានចេញមកធ្វើការអត់ហ៊ានចេញមកញ៉ាំអត់ហ៊ានចេញមកទិញរបស់អីដែរដោយព្រោះនេះហើយព្រោះហេតុនេះហើយនឹងធ្វើឲ្យមានការច្បោកច្បល់ដូចជាខាង store ចំការសម្ដែងសៀងតែចិនតែងតែទិញយកពីសហរដ្ឋអាមេរិកលេខ1សម្ដែងសៀងនៅសហរដ្ឋអាមេរិកដែលទិញយកច្រើនជាងគេមកអស់ដល់ចំណាយដល់ទៅ$30,000 លាន$34,000 លានពីសហរដ្ឋអាមេរិកទិញសៀងសម្ដែងសៀងពីសហរដ្ឋអាមេរិកដើម្បីទៅធ្វើតៅហ៊ូឬទឹកស៊ីអ៊ីវអីផ្សេងទៀតអញ្ចឹងណាដល់ពេលមានការឆ្លោះទាស់តែងគ្នារវាងសង្គ្រាមសេដ្ឋកិច្ចនេះសង្គ្រាមតម្លើងពន្ធដារនេះធ្វើឲ្យចិនលែងទិញសម្ដែងសៀងពីសហរដ្ឋអាមេរិកត្រូវបំបែក្បាលទៅទិញពីខាងប្រេស៊ីលនិងអ៊ែរជេនទីណាអីជាដើមដោយតម្លៃថោកទៀតផងហើយពួកគេអាចដាំបានតាន់ពេលដល់ចិនទៀតដូច្នេះឥឡូវខាងសម្ដែងសៀងត្រូវបាសជើងនៅខាងសហរដ្ឋអាមេរិកត្រូវការអស់ដល់ទៅ$34,000 លានដែលចិនលែងត្រូវការហើយពិបាករកអ្នកណាទិញទៀតឥឡូវកំពុងតែចង់តាក់ទងថាឲ្យទៅខាងកាណាដាទិញឥឡូវបើយើងសង្គ្រាមសេដ្ឋកិច្ចជាមួយកាណាដាដែរមិនដឹងទៅយ៉ាងម៉េចទេអញ្ចឹងសេដ្ឋកិច្ចវាមិនខុសអីពីមនុស្សយើងតែតែមានចូលមានចេញហើយអញ្ចឹងដើម្បីឲ្យប្រទេសមានដំណើរការទៅមុខត្រូវតែមានការទិញចូលនិងលក់ចេញមិនមែនអាចតែទិញចូលមិនមានអីលក់ចេញនោះទេហើយដល់អញ្ចឹងតំណែងនៅក្នុងប្រទេសអ្វីដែលយើងផលិតបាននៅក្នុងប្រទេសវាអត់គ្រប់គ្រាន់ទេបើមិនមានតំណែងពីក្រៅចូលមកទេក៏តំណែងខ្លះការមុខចំនួនខ្លះរោងចក្រខ្លះelectronic ឬក៏ដើម្បីធ្វើផលិតនៅអ្វីគ្រឿងអគ្គិសនីឬរឿងអ្វីមួយគឺយើងត្រូវការប្រទេសពីក្រៅរបស់ពីប្រទេសពីក្រៅដែរដល់ឥឡូវសប្តាហ៍ថ្ងៃនេះដល់ភាគច្រើនបំបែក្បាលចេញមិនចង់ធ្វើការរកស៊ីអ្វីជាមួយអាមេរិកទៀតគេទៅបង្កើតក្រុមគេនៅខាងក្រៅជាមួយដោយពួកអឺរ៉ុបក្តីអញ្ចឹងវាធ្វើឲ្យនឹងមានការពិបាកដូច្នេះទើបថាអាមេរិកសប្តាហ៍ថ្ងៃទទួលមានការពិបាកច្រើនដោយព្រោះហេតុនេះហើយចំការតំណែងខ្លះជាតំណែងនៅក្នុងប្រទេសទេតែតម្លើងថ្លៃដូចគេដូចឯងដែរអាគេនោះថាថ្លៃវាមានហេតុផលថាពន្ធដារវាថ្លៃតែតំណែងសហក្នុងប្រទេសហ្នឹងក៏តម្លើងដែរដោយពួកតែការខ្វះខាតចាដូចជាខាងពងមាន់ក្តីឃើញហើយល្បីការខ្ញុំផ្សាយមុនហ្នឹងដែលពងមាន់ឡើងល្បីដោយសារហេតុអីមានប្រមាណប្រទេសលែងលក់ពងមាន់ឲ្យសហរដ្ឋអាមេរិកតែឥឡូវនេះឃើញថាខាងថឺគីនឹងជំនួសប្រទេសប្រមាណផ្សេងទៀតដែលឈប់លក់ឲ្យសហរដ្ឋអាមេរិកហ្នឹងបានចូលមកដល់រដ្ឋចរចាហើយដូច្នេះយើងទៅប្រហែលឆ្នាំទៅមុខទៀតនេះនឹងមានការពិបាកក្នុងសេដ្ឋកិច្ចបន្តហើយដូចជាបងប្អូនខាងធ្វើកញ្ចក់ហ្នឹងគាត់ក៏បានទទួលគ្រោះខ្លះដែរដោយសប្តាហ៍ថ្ងៃនេះគាត់ហាងគាត់មិនសូវមានភ្ញៀវចូលទៀតទេហើយខាងកាត់សក់ខាងកញ្ចក់ខាងលម្អកាយឬខាង restaurant ខាងភោជនីយដ្ឋានអ្វីជាដើមនឹងកន្លែងដើរលេងកម្សាន្តនឹងចាប់ដើម
มันសូវមានមនុស្សมันសូវដាច់ដោយព្រោះតែមនុស្សម្នានៅពេលនេះនឹងចាប់ផ្ដើមមានការប្រុងប្រយ័ត្ននឹងលុយកាក់ដែលត្បិតត្បៀតចំពោះការចំណាយដែលមិនចាំបាច់ចានៅពេលនេះខ្ញុំគ្រាន់តែជម្រាបជូនឲ្យត្រួសអំពីស្តូហាងណាដែលល្បីឈ្មោះនៅសហរដ្ឋអាមេរិកបានបិទទ្វារបន្តបន្ទាប់ដោយអំពីហេតុផលអ្វីខ្លះនៅពេលក្រោយខ្ញុំនឹងជម្រាបជូននៅសកម្មភាពនិងរឿងសេដ្ឋកិច្ចផ្សេងទៀតហើយនឹងរឿងនយោបាយនិងយ៉ាងម៉េចខ្លះនៅក្នុងសហរដ្ឋអាមេរិកនេះសូមអរគុណដែលតែងតែតាមដានទស្សនានៅពេលនេះខ្ញុំលឿនដាវីសូមជម្រាបលា